ឥឡូវនេះយើងចូលដល់លំហាត់ទី14 Evaluate each of the following three significant figure and express an answer in SI unit using appropriate prefix A 212 មីលីញូតុនការ៉េ B 5288មីលីសេខុនការ៉េនិង C 548គុណ10សេគុណ6ស្វ័យគុណ1លើ2មីលីសេខុនការ៉េក្នុងលំហាត់នេះគឺចង់ឲ្យយើងដោះស្រាយនៅលំហាត់ដោយជាចម្លើយជា SI unit និងប្រើប្រាស់ appropriate ឥឡូវនេះយើងចូលទៅដល់ដំណោះស្រាយ A 212មីលីញូតុនការ៉េយើងបំបែកមីលីបាន10សេគុណ3អញ្ចឹងស្មើនឹង212គុណ10សេគុណ13គុណនឹងញូតុនស្វ័យគុណ2អញ្ចឹងស្មើនឹង 0.0449 ញូតុនការ៉េយើងគុណប៉ុណ្នេះហើយស្វ័យគុណ2អញ្ចឹងយើងអាចកាត់ក្បៀសបានស្មើនឹង 44.9 គុណ10សេគុណ13ញូតុនការ៉េ B 52,800 មីលីសេខុនការ៉េអញ្ចឹងយើងអាចបំបែកមីលីបាន10សេគុណ13ហើយយក 52,800 គុណ10សេគុណ3ស្វ័យគុណ2ទៅយើងនឹងឃើញ 2788 សេខុនការ៉េយើងអាចបង្កត់2.79 ធ្វើឲ្យសល់លេខ3ខ្ទង់ C significate 2.79 10សេគុណ3សេខុនការ៉េឥឡូវយើងចូលដល់លំហាត់ C 548គុណ10សេគុណ6ស្វ័យគុណ1លើ2មីលីសេខុនអញ្ចឹងយើងយក548គុណ10សេគុណ6ហ្នឹងចែកនឹង2ទៅឃើញ 23,409 ហើយយើងបំបែកមីលី10សេគុណ13អញ្ចឹងយើងអាចកាត់ក្បៀសហើយយកបាន 23.4 គុណ10សេគុណ3ទៅហើយ10សេគុណ13នៅដែរអញ្ចឹង10សេគុណ3គុណ10សេគុណ13អស់អញ្ចឹងនៅសល់ 23.4 សេខុនឥឡូវនេះលំហាត់ទី14ត្រូវបានបញ្ចប់